សួស្តីបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់ Channel មានហានម្ដងទៀតហើយហើយរឿងរ៉ាវនៅក្នុងថ្ងៃនេះគឺជាបទពិសោធន៍ដ៏គួរឲ្យខ្លាចមួយដែលបានកើតឡើងទៅលើបងប្រុសម្នាក់និងប្រពន្ធរបស់គាត់នៅពេលដែលគាត់នឹងធ្វើដំណើរនៅពេលយប់ទៅលេងស្រុកហើយការដែលគាត់ធ្វើដំណើរហ្នឹងគឺគាត់មិនដែលជួបរឿងរ៉ាវអីទេពីមុនមកប៉ុន្តែស្រាប់តែមានយប់មួយហ្នឹងគឺគាត់បានជួបរឿងរ៉ាវដែលគួរឲ្យខ្លាចរឿងរ៉ាវដែលចម្លែកនៅតាមផ្លូវហ្នឹងតែម្ដងហើយហេតុការណ៍ហ្នឹងធ្វើឲ្យគាត់ពីអ្នកប្រពន្ធហ្នឹងភ័យខ្លាចរហូតដល់គាត់ហ្នឹងទៅរកគ្រូទៅរកលោកអីស្រោចទឹកអីចឹងទៅអូខេអញ្ចឹងខ្ញុំគ្រាន់តែប្រហែលប៉ុណ្្នឹងទេហើយចង់ដឹងថាតើបងប្រុសនិងប្រពន្ធរបស់គាត់ហ្នឹងគាត់បានជួបហេតុការណ៍អីខ្លះនៅតាមផ្លូវតោះទៅតាមដាននៅក្នុងសាច់រឿងពេញទាំងអស់គ្នារឿងរ៉ាវមួយនេះគឺបានកើតឡើងកាលពីឆ្នាំ2022ជារឿងរ៉ាវរបស់បងប្រុសម្នាក់ឈ្មោះថាបងភៀបហើយបងភៀបគាត់និយាយថាគាត់គឺជាអ្នកដែលរស់នៅទីក្រុងភ្នំពេញប៉ុន្តែគាត់មានប្រពន្ធរបស់គាត់គឺជាអ្នកខេត្តអញ្ចឹងពេលដែលគាត់រៀបការជាមួយនឹងប្រពន្ធរបស់គាត់ហើយហ្នឹងគឺប្រពន្ធរបស់គាត់អត់ទុកកូនគាត់ហ្នឹងនៅពេញទេដោយសារតែឪពុកម្ដាយរបស់បងភៀបហ្នឹងគាត់ជាអ្នកដែលរស់ស៊ីគាត់រវល់ខ្លាំងគាត់អត់សូវមានពេលដើម្បីមើលចៅទេអញ្ចឹងគាត់ក៏យកកូនគាត់ហ្នឹងទៅផ្ញើជាមួយនឹងម្ដាយក្មេករបស់គាត់នៅក្នុងខេត្តមួយហើយបងភៀបហើយនឹងប្រពន្ធរបស់គាត់ហ្នឹងគឺជាអ្នកធ្វើការទាំងពីរអញ្ចឹងគឺគាត់អត់សូវបានមានពេលណាដើម្បីមើលថែកូនដូចគ្នាដែរអញ្ចឹងកូនរបស់គាត់ហ្នឹងគឺនៅផ្ញើជាមួយនឹងម្ដាយក្មេកឪពុកក្មេករបស់បងភៀបនៅក្នុងខេត្តមួយអញ្ចឹងណាហើយបងភៀបហើយនឹងប្រពន្ធរបស់គាត់ហ្នឹងឲ្យតែថ្ងៃណាដែលគាត់ឆ្លៀតពេលបានគឺគាត់ទៅហើយពេលដែលគាត់ទៅហ្នឹងភាគច្រើនគឺគាត់អត់ដែរទៅពេលថ្ងៃទេបងប្អូនគឺគាត់ទៅពេលយប់ដោយសារតែបងភៀបគាត់ចូលចិត្តក្នុងការបើកបរផ្លូវរៀងឆ្លាស់គាត់ចូលចិត្តបើកបរផ្លូវញ៉ៃដោយសារគាត់ថាពេលដែលបើកពេលថ្ងៃឡានច្រើនពេលផ្លូវដែលគាត់ទៅហ្នឹងវាពិបាកមែនតើហើយណាមួយធ្វើឲ្យគាត់ធុញថប់ផងអីផងអញ្ចឹងគាត់សុខចិត្តបើកបរនៅពេលយប់ពេលអីចឹងទៅវាឆ្លាស់វាលឿនឆាប់ដល់ផ្ទះឆាប់ដល់អីចឹងណាអញ្ចឹងមកភៀបគាត់បាននិយាយថានៅក្នុងយប់មួយហ្នឹងគាត់ក៏បានដឹកកូនរបស់គាត់ហើយគាត់ក៏បាននិយាយជាមួយប្រពន្ធរបស់គាត់ថាឥឡូវរៀបចំឲ្យបានទៅយើងទៅហើយយប់ដែលគាត់ទៅហ្នឹងគឺជាយប់ថ្ងៃសៅរ៍បងប្អូនហើយគាត់ថាថ្ងៃដែលគាត់ទៅហ្នឹងគឺយើងអាចថាសម្រាប់បានមួយយប់ហើយព្រលឹមឡើងថ្ងៃអាទិត្យយើងអាចមានពេលជួបកូនអីចឹងណាព្រោះដោយសារគាត់សម្រាប់បានថ្ងៃអាទិត្យមួយថ្ងៃទេអញ្ចឹងយប់ថ្ងៃសៅរ៍គាត់ទៅខេត្តហើយលុះដល់ព្រលឹមឡើងថ្ងៃអាទិត្យបានគាត់លេងដោយថាជួបជុំគ្រួសារក៏ដូចជាកូនរបស់គាត់ហ្នឹងបានប្រហែលជាមួយសន្ទុះដែរបានប្រហែលជាខ្ទង់ម៉ោង8 9យប់អីបានគាត់មកវិញណានិយាយទៅគឺគាត់ធ្វើបែបហ្នឹងជាប្រចាំប៉ុន្តែស្រាប់តែមានយប់មួយហ្នឹងគាត់ក៏បានទៅដូចរាល់ដងអញ្ចឹងហើយម៉ោងដែលគាត់ចេញទៅហ្នឹងគឺម៉ោងប្រហែលជា8 9យប់ហើយគាត់បើកឡានហ្នឹងគឺដំបូងឡើយគាត់ទិញអាវ៉ាន់អីនៅតាមផ្លូវគាត់ចូលញ៉ាំកាហ្វេញ៉ាំអីនៅការ៉ាសាំងអីមួយសិនអញ្ចឹងណាដោយសារតែគាត់បើកឡានគឺគាត់អត់សូវខ្វល់ខ្វាយពីរឿងអីពិបាកអីទេព្រោះសារមិនមែនដូចម៉ូតូទេអញ្ចឹងគាត់ញ៉ាំអីនឹងម៉ាតគាត់ទិញអីផ្ញើម្ដាយក្មេករបស់គាត់ហើយលុះដល់ម៉ោងប្រហែលជា9បានគាត់ចេញពីពេញទៅហើយគាត់ថាតាមផ្លូវដែលគាត់ជិះទៅហ្នឹងវាឆ្លាស់វាអត់សូវស្ទះវាអត់សូវអីទេមើលទៅគឺស្ងាត់ជ្រាបមែនតើហើយដូចរាល់ដងចឹងគាត់បើកគឺអារម្មណ៍របស់គាត់ស្រស់ស្រាយមែនតើឲ្យតែគាត់បើកចេញពីក្រុងមកមានអារម្មណ៍ថាស្រួលមែនតើណានិយាយទៅអ្នកដែលបើកបរបានគាត់យល់ថាផ្លូវដែលអត់ស្ទះគឺស្រួលមែនតើហើយបើកបរគឺ smooth បើកបរគឺអត់សូវបារម្ភអត់សូវកិច្ចគេអត់សូវជៀសគេជាពិសេសឡានធំហ្មងអញ្ចឹងណាអញ្ចឹងគឺគាត់បើកបរតាមផ្លូវនឹងរហូតទៅដល់ចំណុចមួយហើយចំណុចមួយហ្នឹងគាត់ថាខ្វះតែប្រហែលជា20ម៉ែត្រទេនៅខាងមុខគាត់ហ្នឹងគឺមានផ្លូវបែកជា4មួយអញ្ចឹងគាត់ថាពេលដែលគាត់ទៅដល់អាកន្លែងជិតដល់ផ្លូវបែកជា4ហ្នឹងស្រាប់តែគាត់ឃើញមនុស្សប្រុសម្នាក់ដែលមនុស្សប្រុសម្នាក់ហ្នឹងមិនដឹងថាគាត់មកពីណាមកពីណីទេបងប្អូនគាត់ដើរឆ្លងថ្នល់របៀបថាដើរកាត់តឹងថ្នល់ហើយបងភៀបគាត់ថាគ្រាន់តែគាត់ជិះទៅដល់ពុបបងប្រុសម្នាក់ហ្នឹងរត់ចូលហ្មងហើយគាត់ថាគ្រាន់តែឃើញរត់ចូលអញ្ចឹងបងភៀបថាទោះបីជាអ្នកបកែស្មារតីរឹងប៉ុណ្ណាក៏ដោយគាត់ទប់អត់ឈ្នះដែរមានន័យថាជិះម្នាក់ប្រុសហ្នឹងអត់បានដែរដោយសារតែគាត់រត់ចូលកណ្ដាលឡានហ្មងបងប្អូនដល់ពេលអញ្ចឹងទៅបងភៀបគាត់ថាពេលហ្នឹងគឺគាត់ភ័យមែនតើប៉ុន្តែគាត់ចង់អារម្មណ៍គាត់តាំងស្មារតីគាត់កាន់ចង្កូតឡានគាត់ឲ្យជាប់ណាគាត់ថាស្មារតីអាហ្នឹងធ្វើម៉េចបើជាអត់ទាន់ណាគាត់ថាមានតែបុកឯងព្រោះសារប្រការណាដែលគាត់ជិះទៅប្រពន្ធរបស់គាត់ដែលនៅលើឡានហ្នឹងនឹងគាត់ហ្នឹងក៏ត្រូវតែបាត់បង់ជីវិតដែរអញ្ចឹងគាត់ក៏ត្រង់យកហ្មងគាត់ថាត្រង់ទៅវឹតផឹងអញ្ចឹងទៅប៉ុន្តែផឹងហ្នឹងគាត់ថាវាចម្លែកទៀតគឺបាត់ម្នាក់ប្រុសនឹងបាត់ហើយដល់ពេលអញ្ចឹងទៅបងភៀបហ្នឹងគាត់ក៏ដំបងឡើយគាត់ថាយើងបរហួសទៅណាប៉ុន្តែគាត់ថាមើលសិនទៅព្រោះដោយសារតែមនុស្សហ្នឹងគឺអាចថាប្រហែលជាគាត់មិនអីរំអីទេព្រោះដោយសារតែធម្មតាបងប្អូនឡានណាកាលណាតែយើងទៅត្រង់ទៅ
tập ba tới phân tới cứ miên pa plau ấy giống na bàn tay đi ăn miên kinh plau ấy thì chẳng quạt có chụp lan mà tịch từ hay bên nó bập bồn mà quạt của ngứa bữa na người ta chập phèn lang pe rồi chẳng bập bồn mà quạt su tháp bom mì nương ấy hay bông phíp quạt tháp bên nó quạt ở hiên phèn bập bồn mà quạt thì có tha lan mà quạt nó phải chỉ vì miên bánh ha ấy để phải chụp phèn sắt phèn chẳng na bùa sa quạt chi tới vì ra quạt chuồn phèn phải nhặt giò chẳng bên nó cứ vì ọ sợ ấy chẳng na đó pe chẳng tới bông phíp quạt có chọc mờ bông phíp quạt tháp pe là quạt chọc mờ bông bồn có tha dạ chùm ngay phải tung phèn mai và môi mai Đài Loan còn ốc nữa hay con mưa tạp lên bảy chợ buôn vâng ạ có tham mưa tới ăn mình khơi mà nơi thường ở hay bông phíp có đó chặt tiền có tham tưởng ao đôi tham mưa khổng lan khổng ấy thì chứng năm bông bồn hay cả lái môi nó có tha vía ngặt bông bồn ngặt phần tái bông phíp có tha có đai khai thì là ra ấy đầm bon là có chi nó cứ viêm mà anh chia đầm bon đai ăn miên mà nơi thì lẽ nó tha đầm bon nó miên là sập phu mây nơi chẳng á còn tha cái ăn miên thua chả đá cho cái chân kéo ấy thì phải giúp cứ ngặt chẳng phê nữa ạ bông phíp có tha con mưa tới gọt khởi đó là phê có khởi nhớ có tham chờ lời nhảy nhảy chờ nè lại lù miền cái Percy vừa ấy chẳng nè chẳng còn có bờ to đầm ná từ một tiệt hai phê nó bập bồn mà có cà su ra tháo bông mong ấy miền nữa ấy kê ba kê men ấy chẳng á hay bông phíp có tha ăn miền pa ấy thì đã xa lan có nó vì cho phèn cho bay chẳng từ chẳng có tha lấy lên ấy có bờ to đầm ná từ một tiệt xếp chặt cầm lông phê là có chim lan tam phơi nữa bông phíp có tha có mèo rắm chậm lại men tèn có tham ảnh có khơi mà nước phổ cho bán à rút trâu một làn và quạt có khơi sập hiện mà nước phổ này nó smart to đôi chừng mà nước đại quạt miền Bắc Hà lời chất rồi có mà nước đại vì co chả đặc chắc nữa cứ quạt khơi bài bẹt cái nạn chồng đôi rút trâu cái đá lan mà bọn tái nó pe đại quạt cho mới này có tha vì ắt khơi chùm lại thốn nắng á bông phíp có đặt hiện dây đường ra nước phèo vào bọn bạc quạt thì bọn tái thực một bạc quạt cứ lẹ cái nạn tha quạt phơi phong quạt chùm lại phong quạt ngao phong tha à quay đại quạt pa mấy nữa chứ mình nữ cô mệt bọn tay có thao khơi cho 3 năm một bọn cứ chứ mình nữ rút cho cái đá lan con bọn chẳng là đầu tiên là con miền là đóng chùm lai miền là đóng ngon chẳng ạ con cho đào miền đóng tha cứ ba miền đóng tha mình đang tha chẳng mấy bọn bọn đi chiều phơi bể đâu mà con rút nhọp ấy dân luôn nhọp ấy chứ nè vậy tức là đóng mới nó cứ run thốt mong dạng là ta cứ phơi phong khai ta miền Bắc Hà đò kia slap đò ấy chứ á cất chờ hơn mình tèn ai bọn phép có tha pin nữa á con cũng tập bài tam phơi xếp thằng miên mà tàu mùi bằng phồn mà tàu mùi nó mau lươn bên thèn dưới tức truy tam bị khối lan mà có đó ai bằng phép đang có kết ấy bằng phồn có tha à rõm có tập bổ cứ có đang tha kia tam có đây phù là ra tay mà những con bán ba mà được chẳng có đang cho ba tha mà tàu đã tam có nữa á cứ chia mà tàu đá kia đánh tam mày kia tam cả có tam ấy chẳng á ai bằng phép có tha của nó có khơi chẳng á có cho đám sụt lan mong biết mà được chương phấy bằng phồn sụt lan luôn bên thèn bọn tay mà tàu môi nó cứ lươn bên thèn một bộ lươn tam qua phải khỏi con mà hay nó pe đây mà tàu nó lươn pếch lan con ở hiện bao ở lươn khang pếch vậy bộ xa tại lươn khang pếch với bạn group drone và bạn control này chứ nè trong con bao lươn nó tay mà tàu nó tam hay mà tàu nó miên pi nhẹ một bộ rất là phổ bọn tay một pi nhẹ nó cứ chùm lại bên thèn liệu cái nào tha con một con lòng một con hô một con lòng slate một con lòng vậy tới một nước đại phơi một nước đại slan ấy muối á hay bông phíp có tha pin nó còn lấy mưa tam chợ tới con khơi pin nhẹ nữa ạ chi mà tô một kỵ cột háo cho all phép cột háo của chi mà tô mua va qua tập bắt thử hay bông phíp có tha chấm like men đèn hay hai đấy ban chi pin nhẹ nữa ạ có cho all chẳng hay tam có tự ấy à lấy muối nữa đây bông phíp có cho đáo mèo đóng ta thì chẳng pin nhẹ nó mền mà tam cả qua đây cho hay pin nhẹ nó chui luôn bên đây mà bồn va con tôi muốn bắt bút tam đồng còn thái bông phíp có can tại chừng có tháp pin nhẹ nữa cứ hạ đôi chỉ khai quạt ấy mình đăng chẳng bách tỷ bằng bồn hay đầu p trong tới pin nhẹ nữa có quạt truy vứt ai pot tới bắt tử hay gầm lóng p nữa một phía quạt chập đam mèo đóng tha chậm lại mình thèn bố ấy có đã đai chụp đường ra chẳng thế vì muốn móc cứ có đã đai chụp đường ra ấy tỷ bằng bồn có chia tam thòng đà bồn tái xẹp tại chụp mùi nữa biết chậm lại mà những con khơi mà nước phô mà nét rút cho cái đà lan một lan mà quạt hỏi xẹp tại rồi khơi hỏi xẹp tầm mấy nhỉ miền pin nhẹ nữa chỉ máu tam lan mà quạt hay giờ bà tam lan hỏi mình men cả quạt đấy nè cho all phép quạt giấy phép quạt hay tật mục lòng slay lòng lẹ cái tam mình đưa là slan ấy muối á hỏi có chi và lan và quạt nó tự bạt thử chắc à hai ca từng ó nữa vừa ở một phép con mèo đóng tha ở sùa này và pôn bạc quạt có sùa tiền ra thả bong miền hơi kê hay pin nhẹ nó mấy ban chim màu cho all mục màu và lan bảo dương hay tự bạt trứng đó hay bông phép có tha quạt đằng đài quạt đằng thì
hai chục pi nè nó sập bằng này giống một phim quạt chơi đàn chạy chẳng từ hay cầm lông pi là quạt bạc lan là tam phơi nữa một bồn có tha ngắt từ na mà tô pi nè mấy những cứ tự bắt chân này chẳng được so tà lan quạt mùi thì chẳng có tha cầm lông pi là quạt bạc đo bẹt đá phơi mùi nữa cứ mau và hai chia mình đỏ bày cầm lông pi là quạt bạc nữa một bồn có tha lan và quạt với chầm lại một tiền đây là việc che được số lá với che lạc nạn định thượng dây xuống tới đứt lan này chất sang phế nhớ nè cứ lại cái nạ che rằng định thương bóng phép có tha phê nó cứ có mẹ đóng tha xuống này vậy tới ở đó mà cốt cứ ao về nhà mong tha lan mà cốt cứ ớt xuống này đăng tập miên bánh hài con tay ai chẳng lo plei đại cốt chi nó cái mong phun cứ vì ăn miên tiệp chi chôn thể plei chết mùi nằng song kháng nó cứ sắp tập vi sẻ thằng chẳng có tha bảo xuân chỉ miên bánh hài mũi cứ chọc hay đăng thà rô này nè chui thì bóng phun hay có khai mùi tiết khai miên trào bên ấy lại ngạt ấy chẳng nè cứ cốt bà rong mình tên bên nằng xeo ta cốt cái bông ta chi ban mà dần thu bóng phun lan mà cốt bên đó ta thiệt thử chẳng á hay sao ta miên lan mùi lan nó cứ lan thúng bóng phun lan nó cứ mau vu hói xeo ta mà đo khởi lan bà cốt nó cho play ta lan thúng á hay bóng phép của ta bên nó cốt như ai play lan đó lòng hấp cú đó bóng phun rồi sao lan nó bị cho play cái lăng phê mình đang thà bị cho giống bách bóng phun hay bóng phép có ta còn ai kiên play cái còn ta lan nó cho play vô mình tên sao tập bên nữa pru lan thông nữa pru lan là con tình nữa lan ta phải van thông nữa cứ sấy mò mình đang là sấy mấy sấy đâu có chọn nữa thằng bông ơi bông à xuống lấy bông bôi à xuống lấy bông hay bên nữa lan thông nó cô vì hiện vườn bật thôi bữa nữa nè người ta chụp vậy so khang ở tầng pi play chẳng đó mà sấy phép bóng phép điện hay bóng phép con chơi chầm lại thế ra có tha mấy tí đây lan còn mấy dưới con dốt lá còn tay còn ở hiên chụp thì bóng bồn mua hai có tha lại lô lan thông nó có nè khác của con mình miền chế tana là ó đó nè phủ play được ngạt đó chẳng có ở hiên chụp ở hiên bao cái chợ ở hiên này được không còn bao thứ toàn mà đang con cứ được lấy mưa pi nè năng còn tay pi nè nó có chợ mà lan bóng phép nữa chợ tới hàng khối lan bóng phép hay sẽ tập pi để chợ hói lan nó có bao va quát từ một bát từ hay cầm lông pi để bóng phép có khơi chẳng bóng bồn tiếng bà bồn bà cô tiếng ấy nó còn mẹ rắm tha chầm lại mẹ rắm tha đôi chuyện xuống lá bóng bồn cứ là cam là con mẹ rắm tha bánh ha là hô tam plei đó á ấy là hô từ đó quát ba ban mình tích cài màu lan thông nó có ba thợ bát thờ hay bóng phép nè quát có phơi quát á quát có si diêm bạc lan quát nó tam khối lan thông mình nằng bọn thái có tháp si diêm bạc men tai tam mà toàn lan thông nằng lan thông nó được biết tháp bao trụ tới bị lươn men thế na hay bóng phép có tháp tam lan nữa toàn thì bọn thái đường ra đây chồng lại mua tiền bóng phép có tha cầm lông pe đã quát bạc nè quát có chọn đắng cả lấy mưa chọn mưa khỏi có tha cả lấy lương ti mũi ắt khơi ai tề cả lấy ti pi ắt khơi ai tề bọn thái có tha cả lấy lương ti bảy cứ quát khơi mình được pro mà nè có bông ta tao lan và quát hay nghĩa cái ba mau chồng hiên lan và quát á hay quát còn là cả lấy mưa cả chọn mưa khỏi chồng hiên nè bóng ôn có tha quát khơi cái ba mà nước ớt mà mưa quát bọn thái cứ mục mình nè nữa cứ mình núp pro mà nè này quát ban pa mà nhớ mà bốn cứ bóng phép quát đăng cho ban cứ mục mình nè pro nằng xếp ta quát khơi sập phép mục mình nè phong mình nè cứ quát vậy tới cứ thích ball hơi một quát rất là chiêm rất ấy pin mà nằng bóng bốn liênกับbóng ta ao rồi mưa quát hay rút phép mũi nằng bóng phép quát ta còn là quát cả lấy chát tới á quát khơi ớt ngốc chứ ngốc cả nghe co mà mưa quát chứ bóng bốn nói quát ta còn là quát khơi quát ta quát phèn chứ hay bảo bồn mà quát nữa có nhẹ này hay có sấy xu ta bỏ mình nơi kê bóng phép thảo ấy thế mình có nhẹ mà vì lột làm plei chẳng á hay đọc về trong tao bóng ô nói xẹp là quát bao và đá nữa đây bà quát lòng nhua mình thèn có tham mình nẹp hồ nữa chứ ấy cái bà cắt nó vì mình thay mình nơi nam mà tao không chẳng tỷ hay quát thà pe nó có đã thiên mơ khối chứ đó đọc về quát khơi chẳng hả đó quát cứ quát trong hồ cả lại nam quy đại miền tây phải chỉ chôn rồi còn miền cái lại mà nơi na là cái uo chẳng còn trong chụp ấy chẳng á bọn ta có tha cả lại này quát cái bông đã bạc nè cứ việc ngắt mình thèn plei nữa cứ đạch già mà vậy tới cứ miền tây việc sẽ thì so hàng plei chuyện mùi nằng cho rau mùi nằng bông phép có tha quát tăng smart đây khang mình thèn bọn thái nó pe đã quát trong đằng quát cái lấy từ mưa mà đòn tiết có tha mưa tới ăn mình khơi mình được phò nè mình thì chứ bông phép có đằng mong có đằng tha với để quát khơi mà nhá cứ mình mệt chi mà được thì bọn thái với để quát kla chắc bông bồn cứ rút phép để quát khơi mà nhỉ có thắc mau những cứ tam lan quát tao của tôi lan quát hay quát khơi một lần cho bác mình thêm một bồn cứ sầm lăng mà mưa quát mưa ta mà cái chợ lá nó phân đây mình nẹp phổ nó
vậy tới mưa tới một quan lòng bò mưa ăn chuột lì khơi phần này khơi ấy liên trên một cái đài trắng mà cua khai mền đèn hay là hốt taoไปบ่งเพียบก็ตั้งสมาได้ก็บ้าตึกก็ทาลานก็จะบ่มีอารมณ์ทาวีเรvì ấy là cái nãy thật đôi chỉ vì pass ấy môi việc kịp ấy môi áបងcứ là cái nãy ta rê cho câu rê ấy chẳng ạ ấyបងเพียบក៏ថាពេលហ្នឹងគឺមានតែបនព្រះទេបនព្រះបនអីចឹងទៅដើម្បីដូចថាកុំឲ្យមានខ្មោចមានអីមកតាមអញ្ចឹងគាត់បនក្នុងចិត្តគាត់ឲ្យប្រពន្ធមកគាត់ដឹងទេប៉ុន្តែប្រពន្ធមកគាត់គឺទៅនៅសួរគាត់ថាបងមានរឿងអីគេបងឡានមានបញ្ហាអីមែនបងឡានយើងមានបញ្ហាអីមែនហើយបងเพียบគាត់នៅតែព្យាយាមលាក់បាំងចឹងព្រួយក៏ខ្លាចប្រពន្ធមកគាត់ភ័យព្រោះប្រពន្ធមកគាត់មនុស្សស្រីបងប្អូនដឹងហើយគឺគាត់ឆាប់ស្លន់ណាអញ្ចឹងគាត់នៅតែព្យាយាមលាក់បាំងអាហ្នឹងកុំឲ្យប្រពន្ធមកគាត់ដឹងហើយគាត់ថាពេលដែលគាត់បើកបានមកសន្ធូក្រោយមកឡានមកគាត់ហ្នឹងវាមានអារម្មណ៍ថាអត់ស្រួលហើយអត់ស្រួលខ្លាំងទៅអញ្ចឹងណាដល់ទៅពេលអញ្ចឹងទៅបងเพียบគាត់ក៏ដាច់ចិត្តប្រាប់ប្រពន្ធមកគាត់ថាឡានយើងនោះមានគេតាមហើយប្រពន្ធមកគាត់គ្រាន់តែលឺអញ្ចឹងបងប្អូនគឺឡងស្លន់មែនតើស្លន់បងเพียบគាត់ថាកុំភ័យអីមិនអីទេឥឡូវអូនឯងធ្វើតាមបងអូនឯងតេទៅម៉ែនៅស្រុកណាម៉ែក្មេងហ្នឹងហើយតេទៅប្រាប់គាត់ថាម៉ែឯងជួយអុជធូបជួយនិយាយផងឲ្យអ្នកថែសាយហ្នឹងដូចថាគ្រូបាក់ជាហ្នឹងតាមថែសាយខ្ញុំផងពួកអីមានគេតាមអញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅប្រពន្ធរបស់បងភៀបហ្នឹងគាត់ក៏ខុសទៅហើយដល់ពេលដែលខុសទៅហ្នឹងក៏បានប្រាប់តាមតំណើអ្វីដែលបងភៀបនិយាយហ្នឹងបន្ទាប់មកទៀតម្ដាយបងភៀបហ្នឹងគាត់ក៏បាននិយាយថាកូនឯងតាំងស្មារតីឲ្យជាប់ទៅហើយកូនឯងហ្នឹងបើកបោតាមស្រួលកុំប្រញាប់កុំអីចាំម៉ែធ្វើកិច្ចការងារនឹងឲ្យអញ្ចឹងពេលហ្នឹងក៏បងភៀបគាត់ក៏បើកតាមហ្នឹងទៅប៉ុន្តែបងភៀបគាត់ថាពេលដែលគាត់បើកទៅតាមផ្លូវហ្នឹងគាត់ថាមានអារម្មណ៍ដូចជាអ្នកណាម្នាក់កំពុងតែអង្គុយនៅក្រោយឡានមកគាត់និយាយទៅវាជាអារម្មណ៍របស់បងភៀបហើយស្រាប់តែគាត់ជិះបានមកសន្ធូក្រោយមកស្រាប់តែគាត់ថាមានឡានមួយទៀតឡានហ្នឹងមកដល់គាត់ចុចplayមែនតើបងប្អូនរបៀបថាចុចចូលតែមែនតើណាហើយបងភៀបគាត់ដឹងចាប់ពីពេលនោះមកហ្មងគាត់ថាឡានដែលចុចplay កន្លងមកឡានដែលប្រាប់គាត់ម៉ូតូដែលឃើញហ្នឹងបងប្អូនគឺគេមានចេតនាល្អទេតាមពិតគេឃើញបងប្អូនប្រហែលជាគេឃើញអីមួយនៅលើឡានរបស់បងភៀបនឹងឯងបានជាគេចុចអញ្ចឹងអាឡានដែលមកក្រោយនេះចុចយកខ្លាំងមែនតើតែនិយាយទៅគឺចុចយកតែមែនតើរហូតដល់ប្រពន្ធបងភៀបគាត់ឆ្ងល់គាត់សួរថាបងឡានក្រោយនោះមានបញ្ហាអីមែនហើយយើងជីកដាផ្លូវគេទេបានគេចុចplayអញ្ចឹងបងភៀបគាត់អត់ហ៊ាននិយាយត្រង់ទៀតគាត់ថាគេចុចplayអញ្ចឹងដើម្បីឲ្យយើងប្រយ័ត្នកុំឲ្យយើងជិះរេចកូនចូលកដាផ្លូវព្រោះគេកំពុងតែរៀបវ៉ាយើងអញ្ចឹងណាប៉ុន្តែបងភៀបគាត់ដឹងក្នុងចិត្តថាមិនមែនអញ្ចឹងទេអ្វីដែលគេចុចហ្នឹងគឺគេមានហេតុផលគេអញ្ចឹងអ្នកដែលបើកបរឡានពេលយប់គឺគាត់អាចនឹងយល់ខ្លះដែរត្រង់ចំណុចហ្នឹងណាដោយថាពេលដែលគាត់ឃើញអីមួយគឺចុចplay ហ្មងបងចុចplay ឲ្យលឺហើយកន្លែងមួយហ្នឹងគឺអ្នកដែលគាត់បើកបរពេលយប់គឺគាត់ដឹងហ្មងថាគេចុចហ្នឹងដើម្បីអីព្រោះឲ្យតែគេឃើញអីមួយដល់កន្លែងណាមួយដែលវាស្ងាត់កន្លែងណាមួយដែលផ្លូវបត់ផ្លូវកាច់ជ្រុងផ្លូវវងមូលអីជាពិសេសអាផ្លូវវងមូលហ្នឹងអញ្ចឹងអត្ថន័យរបស់អ្នកដែលបើកបរពេលយប់អីគឺគាត់ដឹងហើយគាត់ដឹងថាការចុចplayហ្នឹងគឺដើម្បីបជាឬក៏ដេញអាពួកហ្នឹងចោលកុំឲ្យពួកហ្នឹងវាមកតាមអីចឹងណាគឺបែបហ្នឹងឯងអញ្ចឹងបងភៀបគាត់ធ្លាប់យល់ខ្លះដែរអំពីអារឿងរ៉ាវមួយហ្នឹងហើយមិនមែនគាត់មិនជឿទេណាបងប្អូនគាត់ជឿនៅអារឿងអមនុស្សឬក៏រឿងខ្មោចរឿងអីហ្នឹងប៉ុន្តែគាត់ថាគាត់មិនដែរជួបអញ្ចឹងនៅពេលដែលគាត់លឺឡានហ្នឹងគាត់ចុចplayតែអញ្ចឹងគាត់ក៏អត់ខឹងគេដែរគាត់ក៏រៀងអែតិចទៅប៉ុន្តែគាត់ក៏ជិះលឿនតាមក្រោយឡានហ្នឹងដែរប៉ុន្តែអ្វីដែលចម្លែកមួយទៀតគឺព្រូឡានបងប្អូនព្រូឡានដែលយើងនិយាយសួរស្ដាប់អ្នករួមដំណើរជាមួយនឹងឡានដែលគេចុចplayគាត់ហ្នឹងគេបើកកញ្ចក់មកគេច្អល់មកឡានមកបងភៀបហ្នឹងហើយបងភៀបគាត់ដឹងបងគាត់ងូកក្បាលដល់ពេលអញ្ចឹងទៅឡានក៏គេទៅមុខអញ្ចឹងណារហូតដល់ពេលដែលគាត់ជិះរហូតបានទៅដល់កន្លែងវត្តមួយដែលវត្តហ្នឹងនៅតាមផ្លូវដំបូងឡើយបងភៀបគាត់ក៏ចង់ទៅផ្ទះបងប្អូនប៉ុន្តែគាត់ថាផ្លូវដែលទៅផ្ទះរបស់គាត់គឺវាឆ្ងាយអញ្ចឹងគាត់ក៏គិតថាអាចនឹងតាមផ្លូវហ្នឹងមានរឿងរ៉ាវអីបន្ថែមអញ្ចឹងណាអញ្ចឹងគាត់ក៏បត់ចូលតាមវត្តហ្នឹងគាត់ចូលក្នុងវត្តហ្នឹងបងប្អូនប៉ុន្តែវត្តមួយហ្នឹងគឺចាក់សោបងប្អូនចាក់លបងណាហើយបងភៀបគាត់ថាពេលហ្នឹងគឺគាត់អត់មានជំរើសទេគាត់ចុចplay ឡាញវត្តហ្នឹងរហូតដល់តាអាចារ្យដែលគាត់នៅប្រចាំការនៅវត្តហ្នឹងគាត់ក៏មកសួរនាំទៅហើយបងភៀបគាត់អត់ទាន់និយាយទេពេលដែលគាត់អត់ទាន់ចូលវត្តណាហើយគាត់ថាគាត់សុំអធិស្ឋានគាត់សុំចូលក្នុងវត្តសិនចាំគាត់ប្រាប់រឿងរ៉ាវអញ្ចឹងណារហូតដល់តាអាចារ្យហ្នឹង
គាត់បើកលំហងចូលទៅហើយពេលដែលគាត់ចូលទៅដល់ក្នុងវត្តហ្នឹងតាអាចារ្យហ្នឹងក៏សួរថាចៅឯងមករកអីគេទាំងយប់ហ្នឹងហើយបងភៀបគាត់ក៏និយាយថាចង់ឲ្យបច្ចៅអធិការឬក៏ព្រះអង្គនឹងប្រសង់ណាស្រោចទឹកឲ្យឡានគាត់បន្តិចដោយសារឡានគាត់ហ្នឹងអត់ស្រួលទេហើយពេលហ្នឹងតាអាចារ្យថាលោកសឹងអស់ហើយអញ្ចឹងពេលហ្នឹងក៏មានតែតាអាចារ្យហ្នឹងណាដែលគាត់ជាអ្នកស្រោចទឹកជំនួសឲ្យប្រសង់ទៅព្រោះតាអាចារ្យហ្នឹងគាត់ក៏ចេះដែរអញ្ចឹងណាអញ្ចឹងពេលហ្នឹងក៏តាអាចារ្យគាត់ស្រោចទឹកស្អីអីអញ្ចឹងទៅហើយបងភៀបគាត់ក៏ប្រាប់ទៅគាត់ថាមានវិញ្ញាណមានអីតាមផ្លូវដូចថារត់ចូលឡានមកគាត់ហើយតោងឡានមកគាត់តាមឡានមកគាត់អញ្ចឹងណាហើយពេលហ្នឹងក៏តាអាចារ្យក៏សួរថាពេលដែលតាមផ្លូវហ្នឹងចៅឯងមាននិយាយអីអត់មានប៉ះពាល់ដល់គេអត់អីចឹងណាប៉ុន្តែបងភៀបគាត់ថាគាត់អត់បានប៉ះពាល់គេទេអត់មាននិយាយអីប្រដាស់ទេហើយដល់ពេលចឹងទៅក៏តាអាចារ្យហ្នឹងក៏ថាអូតាមពិតទៅប្រហែលជាចៅឯងនឹងគត់ឆ្នាំឬក៏ចៅឯងនឹងរិស័យដាក់ហើយបានគេតាមមកអញ្ចឹងណាអញ្ចឹងពេលហ្នឹងក៏តាអ្នកហ្នឹងក៏ថាឥឡូវថយទឹកសួយអីចេញសិនទៅហើយបើសិនជាអាចទេស្នាក់នៅវត្តហ្នឹងសិនក៏បានដែរចាំភ្លឺឡើងចាំទៅផ្ទះក៏បានដែរអញ្ចឹងពេលហ្នឹងបងភៀបគាត់ថាគាត់អត់ហ៊ានទៅផ្ទះទេមូលហេតុក៏ខ្លាចតាមផ្លូវហ្នឹងជួបរឿងរ៉ាវអីឬក៏មានបញ្ហាអីចឹងណាហើយណាមួយចាំព្រលឹមឡើងចាំលោកស្រោចទឹកស្រោចអីឲ្យបានទៅហើយគាត់ក៏ខលប្រាប់ម្ដាយរបស់គាត់ហ្នឹងម្ដាយក្មេងរបស់គាត់ហ្នឹងថាគាត់ចូលក្នុងវត្តហើយគាត់ក៏មិនទៅដល់ផ្ទះដែរទោះព្រលឹមឡើងបានគាត់ទៅអញ្ចឹងណាអញ្ចឹងគាត់ក៏សម្រាននៅនឹងវត្តហ្នឹងបងប្អូនប៉ុន្តែគាត់ថាមួយយប់មួយហ្នឹងគឺគាត់អត់បានសម្រានទេគាត់អាឡ័យនឹងអង្គុយនិយាយជាមួយនឹងតាអាចារ្យហើយតាអាចារ្យហ្នឹងគាត់ក៏និយាយដែរណាគាត់ថាចៅឯងហ្នឹងប្រហែលជាគត់ឆ្នាំឬក៏ចៅឯងរិស័យដាក់ហើយអញ្ចឹងចៅឯងហ្នឹងត្រូវការស្រោចទឹកស្រោចអីឬក៏ធ្វើបុណ្យលើករិស័យអីចឹងណាលេទៅតាអាចារ្យគាត់ប្រាប់តាមនឹងអញ្ចឹងទៅហើយបងភៀបគាត់ក៏គាត់ដែរគាត់ថាប្រហែលជាអញ្ចឹងមែនព្រោះរាល់ដងគាត់ដែរជួបរឿងរ៉ាវអញ្ចឹងទេហើយរហូតទៅដល់គាត់និយាយចូលឡើងទៅតាអាចារ្យហ្នឹងគាត់ក៏សួរថាចៅឯងជួបអាហេតុការមួយហ្នឹងនៅកន្លែងចំណុចមួយណាហើយពេលហ្នឹងក៏បងភៀបគាត់ថារៀងឆ្ងាយដែរហើយប៉ុន្តែដល់ពេលដែលបងភៀបគាត់ប្រាប់កន្លែងហ្នឹងទៅបានតាអាចារ្យហ្នឹងគាត់គោះធូងហ្មងគាត់ថាកន្លែងហ្នឹងទៀតណាហើយពេលហ្នឹងបងភៀបគាត់ក៏ចម្លែកក្នុងចិត្តគាត់ថាតាអាចារ្យប្រហែលជាដឹងអីមួយហើយគាត់ក៏សួរថាតាកន្លែងហ្នឹងមិនតាមានរឿងអីគេតាហ្នឹងគាត់ក៏បានរាយរាប់ណាគាត់ថាកន្លែងមួយហ្នឹងតាំងពីម្នាក់ប្រុសមួយហ្នឹងគាត់មានបញ្ហាផ្លូវចិត្តរបៀបមនុស្សគាត់វិកលចរិតបងប្អូនហើយគាត់ក៏ដើរចូលឡានគេគាត់រត់ចូលឡានមិនដើរទេបងប្អូនរត់ចូលឡានគេហើយក៏បានស្លាប់បាត់បង់ជីវិតនៅផ្លូវបំបែកជា4ហើយបងភៀបគាត់គ្រាន់តែលឺអញ្ចឹងគាត់ថាវាដូចនឹងអ្វីដែលគាត់ជួបមែនទេណាគឺគាត់ថាមុខមាត់ឬក៏សភាពមនុស្សប្រុសម្នាក់ហ្នឹងគឺដូចជាអ្វីដែលតាអាចារ្យហ្នឹងគាត់លើកឡើងមែនហើយមិនត្រឹមតែប៉ុណ្្នឹងទេតាអាចារ្យគាត់ថាពេលដែលមនុស្សប្រុសម្នាក់ហ្នឹងគាត់ស្លាប់បាត់ទៅក៏អត់ទាន់ចប់ដែរគឺអ្នកភូមិអ្នកនៅក្បែរហ្នឹងគឺឮសំឡេងមនុស្សប្រុសម្នាក់ហ្នឹងដើរនិយាយប៉ុន្តែអត់ដឹងថានិយាយពីអីទេគឺនិយាយហើយយំស្រែកនៅនឹងអញ្ចឹងបងប្អូននៅកន្លែងដែលគាត់ស្លាប់ផ្លូវ8/4ហ្នឹងហើយរហូតដល់អ្នកដំណើរមួយចំនួនណាក៏គេបានឃើញដែរគេឃើញគាត់បក់ដៃហៅម៉ូតូគេនៅអាផ្លូវកែងហ្នឹងណាហើយគេឃើញគាត់ហ្នឹងជួនកាលគាត់ឈរកណ្ដាលផ្លូវក៏មានដែរហើយមិនត្រឹមតែប៉ុណ្្នឹងទេអ្នកខ្លះក៏គេភ័យគេអីគេរត់មកស្រោចទឹកស្រោចអីនៅវត្តកន្លែងដែរតាអាចារ្យហ្នឹងគាត់កំពុងតែស្នាក់នៅហ្នឹងគឺគេមកស្រោចដល់ហ្នឹងដែរដោយសារតែវត្តហ្នឹងគឺអាចនិយាយថាគឺគេមានការស្រោចទឹកស្រោចអីចឹងណាអញ្ចឹងពេលហ្នឹងបងប្អូនបានដឹងរឿងរ៉ាវទាំងអស់ហ្នឹងបងភៀបគាត់ថាគាត់ញាក់សាច់ហ្មងអញ្ចឹងអ្វីដែលគាត់បានប៉ះមិញហ្នឹងគឺជាវិញ្ញាណទេមិនមែនជាមនុស្សទេបងប្អូនប៉ុន្តែចម្លែកមួយហេតុអីបានជាម្នាក់ប្រុសហ្នឹងគាត់តោងឡានមកអាកន្លែងមួយហ្នឹងដែលបងភៀបគាត់ឆ្ងល់មែនទេណាគាត់អត់យល់ថាចុះហេតុអីបានមិននៅទៅកន្លែងនោះទៅហេតុអីបានជាតោងឡានមកគាត់មកហើយពេលហ្នឹងតាអាចារ្យគាត់ក៏សួរថាពេលដែលប៉ះភ្លាមហ្នឹងចៅឯងបានឈប់បានអីនៅនឹងអត់ហើយពេលហ្នឹងក៏បងភៀបគាត់សារភាពថាពេលដែលប៉ះភ្លាមហ្នឹងគាត់ឈប់មែនគាត់ឈប់អោនមើលគាត់ឈប់មើលអីចឹងណាហើយកន្លែងមួយហ្នឹងដែលតាហ្នឹងគាត់ថាប្រហែលជាគេតោងមកតាំងពីពេលដែលចៅឯងឈប់ហ្នឹងម៉េះហើយណាមួយត្រូវរិស័យចៅឯងដាក់ផងអីផងចឹងណាក៏គេតោងមកតាមចឹងទៅប៉ុន្តែចៅឯងសំណាងដែរដែលចៅឯងហ្នឹងដូចថាមានអ្នកតែតាមថែរក្សាតាមអីចឹងណាតាហ្នឹងបើគាត់និយាយទៅប្រហែលជាគាត់អ្នកចេះដែរបងប្អូនហើយគាត់ដូចថាជាអ្នកស្រោចទឹកស្រោចអីចឹងណាអញ្ចឹងគាត់គ្រាន់តែឮបងភៀបនិយាយចឹងគាត់ដឹងហ្មងគាត់ដឹងថាគេតាមមកហើយវិញ្ញាណដែលតាមមកហ្នឹងគឺមិនទាន់ទៅណាទេគឺនៅមុខវត្តនៅអាកន្លែងខ្លោងទ្វារចូលហ្នឹងមិនតែចូលក្នុងវត្តអត់កើតហ
ហើយបងភាពគាត់លឺចឹងគាត់ព្រឺក្បាលបន្ថែមទៀតបងប្អូនគាត់ថាញាក់សាច់មែនតើអញ្ចឹងពេលហ្នឹងក៏តាហ្នឹងគាត់ក៏ចាប់ផ្ដើមព្រោះព្រមនៅឡានហ្នឹងហើយទៅក៏រហូតដល់ព្រលឹមឡើងនិយាយទៅសរសើរតាហ្នឹងបងភាពថាមកយប់ហ្នឹងគឺតាហ្នឹងគាត់អត់សម្រានទេបងភាពគាត់អត់សម្រានតាហ្នឹងគាត់អង្គុយនិយាយពីនេះនិយាយពីនោះអីទូទៅនិយាយពីរឿងក្នុងវត្តហ្នឹងការងារសាងសង់វត្តអីផងអញ្ចឹងណាហើយបងភាពគាត់ថាគាត់តែគាត់លឺអញ្ចឹងគាត់ក៏ជួយជាថវិកាជាបច្ច័យអីដើម្បីកសាងវត្តនឹងបន្ថែមផងដែរអញ្ចឹងទៅគាត់ឆ្លៀតធ្វើបន់ធ្វើអីបន្ថែមអញ្ចឹងណាហើយរហូតដល់ព្រលឹមឡើងតាហ្នឹងគាត់ក៏និយាយថាអត់អីទេវាទៅវិញហើយតាហ្នឹងគាត់និយាយអញ្ចឹងបងប្អូនហើយអាកន្លែងមួយនេះគឺខ្ញុំអត់ដឹងថាតាហ្នឹងគាត់មានញៀនគាត់ដឹងគាត់អីមិនដឹងទេណាតែតាហ្នឹងគាត់និយាយថាវាទៅវិញហើយវាទៅនៅកន្លែងវាវិញហើយអញ្ចឹងកុំភ័យចៅឯងទៅវិញទៅអត់អីទេហើយទៅដល់ហ្នឹងគឺឥឡូវនេះចៅឯងយកខ្សែអីតាចងខ្សែចងអីឲ្យអញ្ចឹងណាហើយបន្តមកទៀតចៅឯងយកនេះរូបព្រះអង្គអីមួយទៅដាក់តាមឡានតាមអីអញ្ចឹងទៅគីឡូមានពួកនឹងវេតាមអីយប់ប្រលប់អីចឹងណាហើយដល់ពេលអញ្ចឹងទៅក៏បងភាពគាត់ក៏អរគុណតានឹងហើយក៏ជួយបច្ច័យតាតិចតួចអញ្ចឹងណារហូតដល់គាត់ទៅដល់ខេត្តពេលដល់ខេត្តហ្នឹងក៏គាត់នឹកឃើញថាតាហ្នឹងគាត់ដូចជាមាននិស្ស័យនឹងបងភាពគាត់ក៏យកឡានហ្នឹងដើម្បីមកអញ្ជើញតាហ្នឹងទៅជួយប្រោះព្រំនឹងផ្ទះគាត់បន្ថែមទៀតហើយមិនត្រឹមតែអញ្ជើញតាហ្នឹងទេអញ្ជើញទៅគ្រូទៅអីទៀតដើម្បីជួយមើលថាតាមូលហេតុអីបានជាគាត់ជួបរឿងរ៉ាវអញ្ចឹងណាហើយគ្រូហ្នឹងក៏និយាយណាក៏ថាមកពីចៅឯងហ្នឹងរាសីដាក់ហើយតែសំណាងចៅឯងបានរាសីប្រពន្ធចៅឯងហ្នឹងគឺរាសីគេរៀងខ្លាំងអញ្ចឹងណាបើសិនជាចៅឯងមកតែឯងប្រហែលជាចៅឯងនឹងមានបញ្ហាធំហើយប៉ុន្តែបានប្រពន្ធរបស់ចៅឯងនេះមានគ្រូគេតាមគ្រូធំណាហើយបើយើងនិយាយសួរស្ដាប់គ្រូធំដូចជាគ្រូបាក់ជាគ្រូឬក៏អ្នកតាមថែអាសាអីចឹងណាតាមថែអាសាប្រពន្ធរបស់បងភាពនេះកុំឲ្យគេមកអីចឹងទៅប៉ុន្តែវិញ្ញាណរបស់ខ្មោចម្នាក់ហ្នឹងគឺចង់ចូលក្នុងឡានហ្នឹងតាំងតែពីពេលដែលបងភាពគាត់ជប់ឡានម៉េះប៉ុន្តែវិញ្ញាណហ្នឹងគឺចូលអត់បានទេដោយសារតែអ្នកថែអាសានៅក្នុងឡានហ្នឹងគឺតាមប្រពន្ធបងភាពហ្នឹងគឺនៅក្នុងឡានហ្នឹងអត់ឲ្យចូលទេគាត់អាចតោងកតុយឡានតោកអីបានអញ្ចឹងណាប៉ុន្តែបើឲ្យធ្វើឲ្យឡានរបស់បងភាពមានបញ្ហាគឺអត់ទេដោយសារតែរិស័យឬក៏អ្នកតាមថែអាសាប្រពន្ធរបស់បងភាពនឹងខ្លាំងដែរអញ្ចឹងណាគឺគ្រាន់បានតែត្រឹមឲ្យបងភាពនឹងគឺគាត់ឃើញតែប៉ុណ្ណឹងទេតោងឡានតែប៉ុណ្ណឹងទេតែបើឲ្យធ្វើឲ្យបញ្ហាអីធំដុំគឺអត់ទេអាហ្នឹងគឺតាមអ្វីដែលគ្រូនិយាយបងប្អូនអញ្ចឹងគាត់ថាពេលហ្នឹងគឺគាត់ចាប់ផ្ដើមធ្វើពិធីធ្វើអីស្រោចមុនព្រះភូមិអីនិមន្តព្រះសង្ឃបងផងអីផងទៅនិយាយទៅមួយថ្ងៃអាទិត្យហ្នឹងគឺគាត់ធ្វើពិធីទាំងអស់ធ្វើពិធីតាមបែបគេថាសាសនាតាមប្រពៃណីយើងអញ្ចឹងណាសូត្រមុនសូត្រអីអញ្ចឹងទៅហើយនិមន្តព្រះសង្ឃអីអញ្ចឹងទៅក៏ធ្វើចង្ហាន់ធ្វើអីទៅបួសអីផងទៅហើយពេលហ្នឹងបងប្អូនបងភាពគាត់ថាគាត់ភ័យខ្លាចហ្មងគាត់លែងហ៊ានបើកពេលយប់ដោយសារតែហេតុការណ៍ដែលគាត់ជួបនឹងវាធ្វើឲ្យគាត់ព្រឺក្បាលពេកហើយអ្វីដែលគាត់ខ្លាចខ្លាំងជាងគេហ្នឹងបងប្អូនគឺគាត់ថាគាត់បិទភ្នែកមកគាត់សម័យឃើញមុខម្នាក់ប្រុសហ្នឹងគឺអឺតមើលគាត់អាកន្លែងមួយហ្នឹងដែលគាត់ចងចាំមិនឈប់ទេបងប្អូនត្បិតថាគាត់ដូចថាឥឡូវហ្នឹងរៀងមិនសូវខ្លាចប្រហែលមែនប៉ុន្តែបើឲ្យគាត់ថ្មិចភ្នែកគាត់សម័យឃើញគឺគាត់សម័យឃើញរូបភាពម្នាក់ប្រុសហ្នឹងខ្មោចម្នាក់ប្រុសហ្នឹងគឺរូបភាពនៅភ្នែករបស់គាត់ហ្មងធ្វើគាត់ចងចាំគាត់ភ័យខ្លាចអាចនិយាយថាវាជាបទពិសោធន៍ព្រឺរួមមួយរបស់គាត់ដែលគាត់មិនដែលបានជួបពីមុនមកទេនិយាយទៅវាជារឿងមួយដែលពាក់ព័ន្ធជាមួយនឹងអបិយជំនឿរឿងពាក់ព័ន្ធជាមួយនឹងរាសីដាក់អីចឹងណាបានគេមកតាមគាត់ហើយអាកន្លងមកគាត់ថាមុនមកគាត់បើកមិនតែជួបអីទេបងប្អូនធម្មតាហើយមិនមែនថាគាត់មិនជឿទេគាត់ជឿថាវាមានមែនប៉ុន្តែវាអត់ដែរឃើញដូចថាគាត់មិនដែរឃើញមិនដែរអីគាត់មិនដឹងថាវារូបរាងអាម៉េចវាមិនអញ្ចឹងណាអាដបងឡើយហ្នឹងដែលគាត់ឃើញមនុស្សប្រុសរត់ចូលហ្នឹងគាត់ដឹងថាជាវិញ្ញាណដែរបងប្អូនគាត់គិតថាជាមនុស្សទេហើយមនុស្សហ្នឹងជាមនុស្សដែលវាកចរិតអីចឹងណាគាត់គិតអញ្ចឹងប៉ុន្តែនៅពេលដែលគាត់ប៉ះទៅបានគាត់ដឹងថាអ្វីដែលគាត់ឃើញហ្នឹងគឺជាវិញ្ញាណដែលឲ្យគាត់ឃើញតែម្ដងអញ្ចឹងអាកន្លែងមួយនេះបើយើងអ្នកដែលមិនធ្លាប់ជួបមិនធ្លាប់ឃើញផ្ទាល់ភ្នែកយើងប្រកាសជាប្រមាណនឹងការជឿហើយប៉ុន្តែអ្នកដែលគាត់ធ្លាប់ជួបធ្លាប់ឃើញផ្ទាល់បានគាត់ដឹងថាវាពិតជាមានវាពិតជាគួរខ្លាចមែនហើយបងភាពគាត់ថាអារូបភាពអ្នកតាមផ្លូវម៉ូតូពីរអ្នកដែលច្អល់ប្រាប់គាត់ហ្នឹងប្រហែលជាពីរអ្នកហ្នឹងគាត់ឃើញដែរប៉ុន្តែគាត់អត់ហ៊ានឈប់ដូចថាគាត់មកគាត់ជិះមកប្រាប់គាត់ច្អល់មកប្រាប់អីចឹងថាឃើញស្អីតោពីក្រោយអញ្ចឹងណាប៉ុន្តែពេលយប់គឺគេកម្រក្នុងការឈប់បងប្អូនគឺគេបើកអីទោះបីគេឃើញអីក៏ដោយប៉ុន្តែគេអាចថាប្រាប់គេអីចឹងណាហើយឡានធំឡានដែលគេចុច play ឡានអីហ្នឹងគឺគេប្រាប់គេឃើញ
vậy tới vì nhiên không mọi mình nặng cứ oi cái khơi tròn mình thèn bạn kia cho play cái ấy phải pin nâng chẳng á vậy tới AK cho play cho ấy nữa nè đại bạc bò chỉ biết là bạc bò pe giúp á mình quạt rồi tha cái cho play đầm mấy ấy cứ phụ bị nhiên rồi cứ phụ mà nữa á pe đại dương cho play cho ấy tới chỉ biết play bằng 7 chiếc 4 á tôi bây giờ ăn khơi như cái đời phía chớn cái cho chỉ biết play men 7 chiếc 4 đang bon cứ play bùng bùn cứ cái cho play cho ấy á đầm mấy mọi phụ nâng việc mà tam vì mấy chẳng á oi vì thẹn ấy nên chẳng thử anh đi tam chấm đưa môi mẹ bông này còn bạc bó nè năng anh trong video này có miền tập năng đá để nhung từ tụ ban pi bồng phiệp hai hạt ca môi nắng cứ chỉ hạt ca để nhung sẽ đạp tới mẹ rom tha pru ru mình đèn còn tái cô sầm nang mẹ bồng phiệpได้đại ban bọc bồn quạt dúng á được tha ban thì xây bồn bọc quạt ban nẹt tam thả xa bồn bọc quạt ấy cái chui cà pi chui ấy chẳng á hay dùng cái tha bảo sân chỉ bồng phiệp mau tại nhá và còn chỉ bồng phiệp chụp đường ra ấy thun khang chơi nâng tiệt ok video này trong miền tập này tế bồng bồn ở con bồng bồn này chấm